បន្ទាប់ពីខ្ញុំបានផុសវីដេអូមួយរយៈពេលក្រោយនេះគឺខ្ញុំចាប់អារម្មណ៍ឃើញថាមានពុកម៉ែបងប្អូនខមមិនសួរខ្ញុំជាច្រើនមែនទែនតាក់ទងជាមួយនឹងចំពោះខ្ញុំគាត់សួរថាចំពោះខ្ញុំធ្វើនៅ clinic ណាទើបឃើញស្អាតប្លែកហើយសមជាមួយនឹងទម្រង់មុខខ្ញុំទៀតហើយពេលកាយមានការឈឺចាប់អត់អញ្ចឹងថ្ងៃនេះខ្ញុំចង់មកបកស្រាយចម្ងល់បងប្អូនទាំងអស់គ្នាបានចំពោះចំពោះខ្ញុំគឺខ្ញុំបានធ្វើនៅ clinic SC Aesthetic Center បងប្អូនទាំងអស់គ្នានិយាយទៅតាក់ទងជាមួយនឹងចំពោះខ្ញុំគឺមុននឹងខ្ញុំកាយនេះបងប្អូនខ្ញុំគិតអស់រយៈពេល2ឆ្នាំជាងហើយខ្ញុំក៏សិក្សាជាមួយនឹង clinic អស់ច្រើនដែរប៉ុន្តែបន្ទាប់ពីខ្ញុំបានស្គាល់ SC ហើយខ្ញុំមានទំនុកចិត្តក៏ខ្ញុំដាក់ចិត្តនឹងកាយនៅ SC តែម្ដងហើយការកាយជាមួយនេះគឺខ្ញុំអត់មានកំងដុកទ័រទេគ្រាន់តែខ្ញុំជួបពិភាក្សាជាមួយនឹងលោកគ្រូពេទ្យហើយខ្ញុំក៏បានប្រាប់គាត់ថាលោកគ្រូជួយកែឲ្យខ្ញុំមិនឲ្យសមជាមួយនឹងទម្រង់មុខខ្ញុំឲ្យគេមើលមកបែបធម្មជាតិសំខាន់ណាស់បងប្អូនខ្ញុំលើកតែខ្ទង់ច្រមុះទេប៉ុន្តែខ្ញុំមិននឹកស្មានថាទម្រង់មុខខ្ញុំគឺប្លែកដល់ប៉ុណ្្នឹងទេខ្ញុំនិយាយដោយសារតែត្រេច្រមុះរបស់ខ្ញុំពីធម្មជាតិហ្នឹងគឺពិតជាអត់មានខ្ទង់តតែសោះបងប្អូនមានតែចុងបន្តិចហើយសម្រាប់ស្លាប់គឺរីកយកប៉ុន្តែបន្ទាប់ពីខ្ញុំកែឲ្យបងប្អូនគឺខ្ញុំពិតជាស្រឡាញ់ត្រេច្រមុះហ្នឹងខ្លាំងហើយអំឡុងពេលដែលខ្ញុំកែច្រមុះហ្នឹងគឺខ្ញុំអត់មានការឈឺចាប់អីទេបងប្អូននិយាយទៅតិចមែនតើការឈឺចាប់ដោយសារតែលោកគ្រូពេទ្យនៅ clinic SC គឺគាត់មានជំនាញច្បាស់លាស់ក្នុងការវះកាត់មិនធ្វើឲ្យយើងព្រួយបារម្ភក្នុងការឈឺចាប់អីទេដែលគាត់បានកែខ្ញុំគឺមិនធ្វើឲ្យខ្ញុំខកបំណងទេអញ្ចឹងគឺខ្ញុំពិតជាចង់អរគុណទៅកាន់លោកគ្រូពេទ្យដុកទ័រមែនតើមួយវិញទៀតនៅ SC គឺមិនត្រឹមតែសេវាកម្មល្អទេសម្រាប់ការទទួលរយៈស្វាគមន៍ពីលោកគ្រូពេទ្យអ្នកគ្រូពេទ្យនិងការថែទាំអ្នកជំងឺគឺពិតជាធ្វើឲ្យអ្នកជំងឺមានភាពកក់ក្ដៅខ្លាំងមែនតើបងប្អូនទាំងអស់គ្នាអញ្ចឹងចំណុចនេះហើយដែលធ្វើឲ្យខ្ញុំមានភាពកក់ក្ដៅទៅលើ SC អញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ចង់ដឹងព័ត៌មានអីបន្ថែមទាក់ទងជាមួយនឹងសេវាកម្មផ្សេងៗអាចទាក់ទងទៅខាង clinic ផ្ទាល់បានចាំខ្ញុំ mention ឈ្មោះ clinic នៅលើវីដេអូតែម្ដងអរគុណជំរាបលាជួបគ្នានៅវីដេអូក្រោយ